ការចិញ្ចឹមទាជាលក្ខណៈគ្រួសារការចិញ្ចឹមទាជាផ្នែកមួយសំខាន់ដែលទាផ្ដល់សាច់និងសុទ្ធជាម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងហើយទាជាសត្វដែលចិញ្ចឹមឆាប់ទទួលបានផលចំណេញសម្រាប់សេចក្តីត្រូវការរបស់យើងទាន់ពេលនិងជួយបង្កើនប្រាក់ចំណូលទៀតផងម្យ៉ាងទៀតទាជាសត្វដែលងាយចិញ្ចឹមហើយឆាប់ទទួលបានផលហើយវាមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់សុវត្ថិភាពស្បៀងសម្រាប់ប្រជាកសិករទាំងមូលមុនពេលចិញ្ចឹមទាយើងគួរតែសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ជាងមុនសិននៅបច្ចេកទេសចិញ្ចឹមទោះបីជាការចិញ្ចឹមនោះមានទ្រង់ទ្រាយតូចតាចដោយការចិញ្ចឹមជាលក្ខណៈគ្រួសារឬក៏ចិញ្ចឹមបែបជាឧស្សាហកម្មធ្វើយ៉ាងនេះទើបការចិញ្ចឹមរបស់យើងនឹងទទួលបានផលល្អថែមទាំងមានការសន្សំសំចៃចំណេញពេលវេលានិងចំណេញថវិកាផងទាជាសត្វងាយចិញ្ចឹមវាមិនទាមទារជំរកឧបករណ៍ប្រើប្រាស់សម្រាប់ចិញ្ចឹមច្រើនណាស់ណាទេនិងមានតម្លៃខ្ពស់នៅឡើយអាចចិញ្ចឹមដោយការបំពន់ចំណីឬលែងឲ្យវាស៊ីដោយខ្លួនឯងនៅតាមវាលស្រែបឹងបួស្រះត្រពាំង 1. សារៈសំខាន់នៃការចិញ្ចឹមទាការចិញ្ចឹមទាមានសារៈសំខាន់ដូចជាសម្រាប់យកសាច់និងពងជាអាហារសម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារងាយស្រួលចិញ្ចឹមព្រោះអាចចិញ្ចឹមលើដីផ្ទាល់មិនពិបាកធ្វើទ្រុងហើយទ្រុងមិនត្រូវការសម្ភារៈទំនើបលាមកទាសម្រាប់ធ្វើជីសម្រាប់ដាក់ដំណាំកសិកម្មរោមស្លាបទាសម្រាប់ធ្វើឧបករណ៍ផ្សេងៗដូចជាអំបោសឬខ្នើយលាក់និងលាក់ 2. អំពីពូជទាប្រភេទទាដែលគេចិញ្ចឹមមានដូចជាទាចិញ្ចឹមយកសាច់ទាចិញ្ចឹមយកពងនិងទាចិញ្ចឹមយកសាច់ផងនិងយកពងផងទាយកសាច់ពេលកាំងជាទាពូជយកសាច់ដែលគេនិយមចូលចិត្តមានដើមកំណើតនៅចិនធំធាត់លឿនសាច់ច្រើនរោមពណ៌សចម្រុះពណ៌សចម្រុះពណ៌លឿងចាស់ជើងពណ៌ស្លាទុំមុខពណ៌លឿងទម្ងន់មធ្យមឈ្មោល 3.5 គីឡូក្រាមទៅ4គីឡូក្រាមញីមានទម្ងន់ 2.5 គីឡូក្រាមទៅ3គីឡូក្រាមហើយផ្ដល់ពងប្រហែលជា160គ្រាប់ក្នុងមួយឆ្នាំទាកប៉ាមានមាឌធំគ្របដណ្ដប់ស្លាបពណ៌ខ្មៅក្បាលកធំភ្នែកមានរង្វង់ក្រហមព័ទ្ធជុំវិញជាទាសាច់ច្រើនពងតិចធំធាត់យឺតយ៉ាវនាពេលបច្ចុប្បន្នគេនិយមចិញ្ចឹមសម្រាប់លក់ទាធំឈ្មោលទម្ងន់4ទៅ 4.5 គីឡូក្រាមញីទម្ងន់3ទៅ 3.5 គីឡូក្រាមទាសំពៅជាទាដែលគេនិយមចិញ្ចឹមយកសាច់ផងនិងយកពងផងទាញីមានពណ៌សម្បកអំពៅស្ទើរពេញខ្លួនទាឈ្មោលមានក្បាលពណ៌ក្រហមដងខ្លួនមានពណ៌ប្រផេះពោះពណ៌សចំពុះពណ៌ប្រផេះជើងពណ៌លឿងចាស់ជាពូជដែលគេនិយមចិញ្ចឹមណាស់ព្រោះសាច់មានរសជាតិឆ្ងាញ់និងស្រួលក្នុងការចិញ្ចឹមទាអង្កាមជាទាដែលគេនិយមចិញ្ចឹមយកសាច់ផងនិងយកពងផងពូជទានេះមានពណ៌ប្រផេះលឿងទុំនិងមានពណ៌ខ្មៅអុចៗករាងខ្លីដងខ្លួនរាងសំប៉ែតជើងតូចទម្ងន់មធ្យមពី2គីឡូទៅ 2.5 គីឡូក្រាមការជ្រើសរើសកូនទាគឺត្រូវយកកូនទាណាដែលញាស់ចេញពីពងទាដែលមានមេបានល្អកូនទារូបរាងល្អសុខភាពល្អរហ័សរហួនរោមស្ងួតរលោងត្រសោះល្អមានជើងរឹងមាំភ្នែកឆ្លៀសវៃមិនលៀនពេកមិនត្រូវយកកូនទាណាស្ពឹកឬមានលក្ខណៈងុយដេកឡើយកំណត់ភេទកូនទាគេអាចកំណត់ភេទកូនទានៅពេលវាកើតបានអាយុ1ថ្ងៃដោយប្រើពិធីពិនិត្យទៅលើឃ្លោអាទាគូតទាដោយចាប់កូនទាផ្ងាពោះឡើងលើរួចយកម្រាមដៃញែកសងខាងឃ្លោអាកូនទាហើយធ្វើការពិនិត្យមើលក្នុងឃ្លោអារបស់ទាបើកូនទាឈ្មោលគេឃើញមានលឹងគ្រាប់ពុនគ្រាប់ខ្សាច់តែបើកូនទាញីគេពុំឃើញមានអ្វីឡើយការជ្រើសរើសមេទាសម្រាប់ទុកពូជមេទាដែលត្រូវជ្រើសរើសត្រូវមានអាយុយ៉ាងតិច8ខែឬបានពង3ខែរួចមកហើយមេទាមិនត្រូវមានអាយុលើសពី3ឆ្នាំឡើយព្រោះងាយស្រួលតាមដានសាវតាររបស់វាក្រៅពីនេះមេទាត្រូវមានលក្ខណៈគឺមេទាមិនធាត់ពេកនិងមានសុខភាពល្អទាមានសុខភាពល្អសម្គាល់ដោយមានរោមរាបស្មើរលោងភ្នែកលៀនបន្តិចភ្លឺថ្លារហ័សរហួនគ្រប់ពេលវេលាមេទាដែលមានពងច្រើនមានលក្ខណៈសម្គាល់គឺមានខ្នងទូលាយដងខ្លួនវែងប្រឡោះជើងទូលាយឆ្អឹងទ្រូងធំឆ្អឹងទ្រូងទន់ស្បែកពោះស្ដើងហើយទន់គូតធំ
មេទាដែលមានដើមទ្រូងខ្លីដងខ្លួនចង្អៀតមិនត្រូវទុកពូជទេការជ្រើសរើសទាបាទុកពូជគឺជាទាឈ្មោលដែលមានអាយុមិនតិចជាង6ខែឡើយយកល្អរាល់ទាបាត្រូវមានអាយុលើសមេទាឲ្យបាន1ខែទាបាត្រូវមានលក្ខណៈដូចតទៅគឺសុខភាពល្អរហ័សរហួនដងខ្លួនវែងសមរម្យមានជើងមាំមួនទាបាមួយអាចបង្កាត់នឹងមេទាចំនួន8ទៅ10ក្បាលក្រោយពីបានបង្កាត់ចំនួន7ទៅ10ថ្ងៃក្រោយមកពងទាដែលបានពីមេទាអាចយកទៅភ្ញាស់បានការជ្រើសរើសពងទាសម្រាប់ភ្ញាស់ដើម្បីចិញ្ចឹមទាឲ្យទទួលលទ្ធផលល្អយើងត្រូវជ្រើសរើសពងទាយកទៅភ្ញាស់ការធ្វើបែបនេះអាចជួយយើងទទួលបានកូនទាល្អមកចិញ្ចឹមការជ្រើសរើសពងទាមានលក្ខណៈដូចតទៅយើងត្រូវជ្រើសរើសពងទាដែលស្អាតមិនត្រូវយកពងដែលចុងស្រួចពេកឬក៏មូលពេកមិនត្រូវយកពងទាដែលមានសម្បកស្ដើងឬគ្រើមពងទាត្រូវមានទំហំធំយកល្អទម្ងន់ពី75ក្រាមទៅ95ក្រាមពងទាត្រូវរើសពីព្រលឹមព្រោះភាគច្រើន99%មេទាពងចាប់ពងពីម៉ោង3យប់ដល់ម៉ោង7ថ្ងៃពងទាប្រឡាក់ត្រូវជូតឲ្យស្អាតមិនត្រូវលាងទឹកឡើយតែអាចលាងឬជូតនឹងទឹកក្តៅអ៊ុនៗពងទាអាចបង្កកំណើតនៅពេលដែលសីតុណ្ហភាពជុំវិញវាឡើងលើសពី24អង្សាសេដូចនេះត្រូវទុកពងទានៅនឹងកន្លែងត្រជាក់ជាង24អង្សាសេយកល្អបំផុតគឺទុកនៅសីតុណ្ហភាព10ទៅ15អង្សាសេកន្លែងទុកពងទាត្រូវក្រាលចំបើងឬអង្កាមឆ្ងាយពីកន្លែងដែលមានក្លិនមិនល្អឬដូចជាក្លិនប្រេងម៉ាស៊ីនខ្ទឹមជាដើមហើយមិនត្រូវសើមឡើយត្រូវទុកពងទាផ្នែកខាងធំចុះក្រោមពងទាសម្រាប់ភ្ញាស់មិនត្រូវទុកលើសពី10ថ្ងៃឡើយព្រោះពងដែលទុកយូរមិនសូវញាស់ល្អដូចពងដែលទាពងបានថ្មីឡើយយកពងទាណាដែលមានបាត្រឹមត្រូវពងទាដែលមានបាតិចមិនសូវញាស់ឡើយការភ្ញាស់ពងទាជាទូទៅពងទាអាចញាស់បានរយៈពេល28ថ្ងៃឯទាកប៉ាមានរយៈពេល30ថ្ងៃហើយសីតុណ្ហភាពសម្រាប់ញាស់គឺពី 37.5 អង្សាសេទៅ 38 អង្សាសេការភ្ញាស់អាចធ្វើបានពីរបែបគឺការភ្ញាស់តាមលក្ខណៈធម្មជាតិនិងការភ្ញាស់ដោយសិប្បនិម្មិតនិងប្រើឧបករណ៍ភ្ញាស់ឬទូភ្ញាស់ការភ្ញាស់តាមលក្ខណៈធម្មជាតិគឺជាការភ្ញាស់ដោយប្រើមេមាន់ឬមេទាកប៉ាឲ្យក្រាបពងទាដែលយើងចងភ្ញាស់ជាធម្មតាទាពុំចេះក្រាបពងដោយខ្លួនឯងឡើយវិធីនេះងាយស្រួលណាស់ដោយគ្រាន់តែបដូរពងមាន់ចេញហើយដាក់ពងទាចូលជាការស្រេចទៅហើយមេមាន់អាចក្រាបពងបានចំនួនពង2 10ទៅ12ពងឯចំណែកទាកប៉ាវិញវាអាចក្រាបពងបានច្រើនរហូតដល់ទៅ20ពងឬលើសពីនេះទៀតក៏បានដែរដើម្បីឲ្យពងទាញាស់បានល្អ